Chẳng trong cả ná mà châu đó trong bông nắng để đôi con cô đạp trong bông mi cô dân chẳng ấy mình biết ấy về ngái nước nóng khó mà cả hà để một ngày đêm ra thật ở đây chỉ gặp cùng cô còn ra bay đa sang khác còn cùng ra tận đạp nơi đăng này trong cả ná về ngái đất cây không đất mặt đồ một thuộcรัตนติยศักดิ์วันเตมิขยมบุคคลนามจักทรงធ្វើការក្រាបនមស្ការថ្វាយបង្គំចំពោះប្រជុំ3នៃព្រះត្រៃរតន៍មានព្រះពុទ្ធរតនៈព្រះធម្មរតនៈព្រះសង្ឃរតនៈដោយសេចក្តីគោរពសេចក្តីជ្រះថ្លាកោតក្រែងក្រៃលែងនៅខ្ពង់ខ្ពស់សូមក្រាបនមស្ការថ្វាយបង្គំចំពោះព្រះសម្មាធិធម្មយិនសុខាព្រះរាជាគណៈថ្នាក់ចាត់ថ្វាព្រះអធិបតីព្រះមេគុណខេត្តក្បួងឃ្មុំជាទីគោរពសក្ការៈដល់ពុកពោះនៃទូលព្រះបង្គំជាខ្ញុំសូមក្រាបនមស្ការថ្វាយបង្គំចំពោះព្រះសហការីគុណក្រាបថ្វាយបង្គំចំពោះព្រះសទ្ធាវិញ្ញាណវណ្ណវីព្រះអនុគុណជាទីគោរពសក្ការៈដល់ពុកពោះព្រះរាជាគណៈព្រះមន្ត្រីសង្ឃព្រះធេរាធេរៈគ្រប់ព្រះអង្គដែលមានប្រវត្តិមានក្នុងវេលាឱកាសនេះធ្វើស្ដីរាប់អានចំពោះលោកអ្នកមានអាយុចម្រើនពរជូនចំពោះអគ្គមហាបាសកអគ្គមហាបាសិកាពុទ្ធសាសនិកធម្មមហាបាសកមហាបាសិកាអង្គលោកប្រជាពុទ្ធបរិស័ទទាំងអស់ដែលមានវត្តមានក្នុងវេលាទិដ្ឋិប្រកបដោយអភិលក្ខតសម័យដ៏ឧត្តមឧត្តមដែលប្រព្រឹត្តទៅក្នុងថ្ងៃប្រពោះ400ខែជេសឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ដែលវត្តសិលារាំងសីហៅវត្តចាស់បានជួយដើមប្រពធ្វើនៅពិធីបុណ្យការប្រាក់រស្មីមហាសាមគ្គីគៀងកោនៅសទ្ធារបស់ពុទ្ធមាមិកជនស្រីប្រុសទាំងអស់មកដើម្បីឲ្យបានសម្រេចជាសមិទ្ធផលក្នុងវត្តជាពិសេសការក្រាលនៅផ្លូវសម្រាប់ងាយស្រួលដល់ការមកបំពេញបុណ្យកុសលដែលនៅថ្លៃគេហ្នឹងបើ90លានទៀតតាមថេរដីការបស់គុណណាគុណម្ចាស់ដើម្បីតាសំក្នុងវត្តសិលារាំងសីនេះពុទ្ធបរិស័ទមាននិកជនស្រីប្រុសទាំងអស់វត្តអារាមនេះជាទីសម្រាប់អ្នកដែលមានភ័យរមែងរត់រកការពឹងអាស្រ័យជាពិសេសម៉ែយើងជាពុទ្ធមាននិកជនស្រីប្រុសមកអំពីបុរាណតែនៅសម្គាល់នៅវត្តអារាមនេះជាទីពឹងទីរលឹកវេលាដែលមានភ័យនេះមានពីរបែបភ័យមួយបែបក្នុងនៃរបស់វត្តដាក់គឺថាសេចក្តីក្តៅក្រហាយរបស់មនុស្សជាតិក្នុងបច្ចុប្បន្នលោកនេះតែតែមានភ័យអាសន្នមករុករៀនទន្ទ្រានចូលមកជ្រែកនៅក្នុងការរស់នៅប្រកបជីវិតប្រចាំថ្ងៃហ្នឹងតែតើនៅការពិតភ័យព្រោះមានទុក្ខភ័យព្រោះមានរោគភ័យព្រោះមានសោកបៀតបៀនជាដើមក៏នាំគ្នាតែងមនីមកកាន់វត្តអារាមដើម្បីនឹងរកទីពឹងភ័យមួយទៀតភ័យក្នុងបរមត្ថធម៌គឺថាលោកក៏បណ្ឌិតអ្នកប្រាជ្ញណាមានសេចក្តីតក់ស្លុតភ័យព្រួយបារម្ភក្នុងវត្តដាក់នេះឃើញទោសពីវត្តដាក់នេះអំពីការកើតទុកមិនចេះចាប់មិនចេះហើយក៏រមែងនាំគ្នាមកកាន់វត្តអារាមដើម្បីបានជាទីពឹងទីរលឹកមានការថ្វាយទានសមាទានសិលជាដើម
នេះវត្តអារាមជាទីពឹងក្នុងការបំបត្តិបងនៅ22យ៉ាងដែលខ្ញុំបង្កើតអាត្មាភាពបានសម្ដែងមកចឹងហើយយើងឃើញថាហើយក្នុងបច្ចុប្បន្ននៅលោកនេះហើយអ្វីទៅថាមនុស្សមិនអស់ផ្ទៃទេពេលណាមានការសោយសោកទុកសន្តិចសម្រោគសម្ដែងអំពីការបាត់បង់សាច់ញាតិឬក៏ថាបាត់បង់លោកអ្នកដែលមានគុណអីមួយនោះរឿងមុនគេដែលខ្មែរយើងនឹកឃើញគឺថាទៅវត្តនិមន្តលោកមកតែអត់ដែលមានពីណានឹកឃើញរឿងស្អីមុនពីរឿងហ្នឹងអត់ទេនេះជាទីពឹងផ្លូវចិត្តមួយសម្រាប់ពុទ្ធបរិស័ទខ្មែរយើងដែលមានមកតាំងពីបុរាណណាជាពិសេសខេត្តត្បូងឃ្មុំនេះខេត្តបុរាណហើយខេត្តបុរាណហើយកាន់យកទំនៀមទម្លាប់ច្បាប់ក្រមបវេណីពីបុរាណមកអញ្ចឹងពុទ្ធសាសនិកយើងពីបុរាណមកណាពេលដែលមានភ័យណាមិនទាន់ដល់ថ្ងៃមរណៈផងគ្រាន់តែចាប់ផ្ដើមឈឺនឹងនឹកឃើញលោកអភិធម្មណាថាបានជាទីពឹងជាទីពឹងអីជាទីពឹងផ្លូវចិត្តព្រោះមនុស្សនេះសម្រាប់ជាប្រយោជន៍បានអាស្រ័យចិត្តតែម្យ៉ាងសូម្បីតែយកកំណើតកើតក្នុងសុគតិភពក្តីកើតក្នុងទុក្ខតិភូមិក្តីក៏អាស្រ័យតែចិត្តនេះជាអ្នកដឹកនាំទៅទៅកើតឡើងគ្រប់បច្ច័យនៃកម្មដែលបានកសាងមកអញ្ចឹងវត្តអារាមនេះជាទីពឹងផ្លូវចិត្តមួយសម្រាប់ពុទ្ធសាសនាមិនត្រឹមតែជាទីពឹងក្នុងន័យធម៌តែយ៉ាងនេះទេសូម្បីតែវេលាគ្រាដែលពុទ្ធបរិស័ទមានវិកជនស្រីប្រុសខ្វះខាតទីជំរកជ្រកអាស្រ័យមានភ័យអាសន្នអន់ក្រម្ដងម្កាលយ៉ាងណាក៏រមែងនឹកឃើញនៅវត្តអារាមដែលជាទីគំនាក់អាស្រ័យនឹងដូចគ្នាណាយើងឃើញហើយស្រុកទេសយើងសពថ្ងៃសូម្បីតែពេលវេលាដែលកំពុងតែឈ្លានពានដោយបរទេសម្នាក់វិជាពលរដ្ឋយើងចាប់ផ្ដើមបាត់បង់ផ្ទះសម្បែងទីជម្រកចំណាក់ចេញពីផ្ទះសម្បែងទីជម្រកភូមិឋានទៅនៅឯណាគឺថាបានវត្តជាទីពឹងទីអាស្រ័យប្រសង់លោកទំនុកបំរុងតាំងពីទឹកលើគ្រឿងហូបចុកសម្លៀកបំពាក់ស្នាក់នៅនេះជាទីពឹងដែលវត្តអារាមដើរតួនាទីយ៉ាងសំខាន់ក្នុងសរសៃឆ្អឹងឈាមរបស់ប្រទេសយើងមិនមែនជារឿងដែលយើងគិតថាធ្វើបុណ្យទៅឥតប្រយោជន៍ឥតបានការឥតបានផលអីនោះទេក៏មានហើយទស្សនៈមួយចំនួនដែលគេមិនជ្រះថ្លាក្នុងពុទ្ធសាសនាមិនបានជ្រះថ្លាក្នុងគុណនៃវត្តអារាមនឹងតែរលឹកនឹកឃើញថាការកសាងវត្តនេះជាការជះជាយចាយវាយទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋរបស់ជាតិឲ្យធ្លាក់ទៅលើផ្លូវឥតប្រយោជន៍ឥតបានការនោះជារឿងដែលយល់ខុសទៅទេពុទ្ធវត្តអារាមនេះយើងគិតត្រឡប់ថយក្រោយទៅវិញថាប្រព័ន្ធអប់រំជាតិទាំងមូលជាពិសេសសាលារៀនទើបតែមានសម័យដែលបារាំងចូលមកដាក់អាណានិគមក្នុងប្រទេសយើងទេដែលចាប់ផ្ដើមកសាងឲ្យមានសាលារៀនឲ្យមានសាកលវិទ្យាល័យឲ្យមានវិទ្យាល័យអនុវិទ្យាល័យអីជាផ្នែកសិក្សារបស់ជាតិក្រៅពីវត្តអារាមប៉ុន្តែសម័យតាំងពីដើមមកទៀតគឺថាផ្នែកអប់រំទាំងស្រុងពឹងផ្អែកលើវត្តអារាមនេះហើយវត្តអារាមនេះមិនមែនត្រឹមតែជាទីឲ្យទៅនៅចំណេះដឹងផ្នែកទ្រឹស្ដីតែម្យ៉ាងទេថែមទាំងឲ្យដឹងពីសុខទុក្ខពីសុខទុក្ខការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរយើងតលទៀតផងមិនត្រឹមតែប៉ុណ្្នឹងទេវត្តអារាមជួយទាំងអប់រំបន្ទុំ
នៅកាយវិចារចិត្តនេះឲ្យវិជាពុទ្ធបរិស័ទឬក៏ថាសាមណនិស្សិតសាមណសិស្សឬក៏សិស្សដែលបានសិក្សាចេញពីវត្តអារាមនេះបានទទួលនៅការអប់រំរួចដោយប្រកបដោយចរិយាធម៌ដែលយើងហៅថាអភិសមាចារបណ្ឌិតពីដើមមេឃុំក៏ដោយមេភូមិក៏ដោយមេស្រុកក៏ដោយសិក្សាតែចេញពីវត្តអារាមឡប់បានពោះបានរៀនបានសូត្របានជ្រកកោនសំណាក់អាស្រ័យក្នុងវត្តអារាមនេះក្រោយមកទៅទើបចេញទៅបំពេញតួនាទីតាមមុខនីតិតាមតំណែងដែលបានកំណត់ដោយរាជការមកហើយក៏យកការអប់រំទូន្មានរបស់សាសនានេះទៅប្រព្រឹត្តញ៉ាំងឲ្យបានជាប្រយោជន៍ដល់អ្នកដែលនៅក្រៅមកបានអញ្ចឹងហើយវត្តអារាមនេះដើរតួសំខាន់ណាស់ហើយជាឃ្លាំងសម្រាប់ថែរក្សានៅវប្បធម៌ប្រពៃណីទំនៀមទម្លាប់ជាតិបាច់ពោចម្លាក់វិចិត្របណ្ឌិតល្អជាយ៉ាងម៉េចមិនដែលទៅតាំងនៅក្នុងផ្ទះក្នុងសម្បែងឯណានីតិក្រៅពីវត្តអារាមទេហើយវត្តអារាមនេះទៀតសោតជាទីបណ្ដុំនៃសាមគ្គីធម៌ដោយថ្ងៃហ្នឹងអញ្ចឹងជាពុទ្ធបរិស័ទគ្រប់តបវណ្ណៈទាំងអស់រាប់តាំងពីលោកអង្គញាអ្នកអង្គញាមហាបាសកមហាបាសិកាពុទ្ធបរិស័ទទាំងអស់រួមគ្នាជាមួយនឹងព្រះមន្ត្រីសង្ឃក្រមលោកដឹកនាំរបស់ព្រះមេគុណជាអង្គម្ចាស់ឃើញពីសាមគ្គីធម៌របស់ប្រជាពលរដ្ឋបូករួមជាមួយពុទ្ធសាសនិកយើងក្នុងខេត្តកំពង់ធំនេះគឺថាទៅចាក់ទៅចង់ល្អប្របីកុំកើងរុងរឿងល្អណាស់តែអស់លោកពុទ្ធបរិស័ទជាតិនេះដែលរុងរឿងតាំងនៅបាននេះណាកម្លាំងដែលយើងមានតែមុខគត់គឺថាសាមគ្គីធម៌សាមគ្គីនៅទីណាភាពត្រជាក់រុងរឿងចម្រើនដុកដាលកើតកាលវិលគុំមាននៅក្នុងទីនោះចំណែកការបែកបាក់សាមគ្គីមានទីណាមហន្តរាយរបស់សង្គមសហគមន៍ភូមិឃុំស្រុកខេត្តរហូតដល់ប្រទេសគឺនៅក្នុងទីនោះឯងអញ្ចឹងណាសាមគ្គីដែលអស់លោកពុទ្ធបរិស័ទមានវិកជនមានថ្ងៃនេះដូចជាវត្តសិលារក្សីតាមធរណីការរបស់គ្រូចៅវិការជាអង្គម្ចាស់លោកពោលថាបាត់ជា60ឆ្នាំទៅហើយគាត់ទើបតែកើនឡើងមកវិញបាន11ឆ្នាំហើយបានទទួលនៅហេដ្ឋារចនាសម្ព័ន្ធសាសនាដ៏ល្អបច្ចិតវិនិច្ឆ័យយ៉ាងនេះនឹងគឺថាបញ្ជាក់អំពីសាមគ្គីធម៌របស់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តហ្នឹងណាវត្ត11ឆ្នាំកសាងបានប៉ុណ្ណេះគឺថាអស្ចារ្យពីគុណណាស់ហើយបញ្ជាក់អំពីការដឹកនាំដ៏ត្រឹមត្រូវរបស់ព្រះគ្រូចៅតិកាហើយបញ្ជាក់អំពីការយកបតីទុកដាក់របស់ព្រះមេគុណព្រះសហការីគុណព្រមទាំងឆ្លុះបញ្ជាក់អំពីសន្តានចិត្តរបស់ចំណុះជើងវត្តហ្នឹងថាជាអ្នកមានសទ្ធាមុតមមក្នុងពុទ្ធសាសនាយើងឃើញហើយណាវត្តអារាមជាទីពឹងពេលដែលគេមានភ័យបានន័យថាពេលដែលមានភ័យបានតែគេរត់រវត្តដល់គេសប្បាយគេមិនមកវត្តទេសប្ងៃនោះយើងក៏60ឆ្នាំមុនមែនហើយ40ឆ្នាំមុន50ឆ្នាំមុនឬក៏ថា30ឆ្នាំមុនទៅចុះវេលាចាំសប្បាយបុណ្យទានអីមិនមែននាំទានទៅដល់វត្តប៉ុន្តែក្នុងសប្ថ្ងៃអត់អញ្ចឹងទេកាលណាគេសប្បាយគេគិតដល់កន្លែងផ្សេងប៉ុន្តែរឿងដែលគេមិនចោលគឺថាពេលដែលមានភ័យយើងមើលភ័យខ្លាចកូនសិស្សរៀនមកតែពីដើមកូនសិស្សនៅវត្តកាលណាតែរៀបដល់ប្រឡងដល់អីដែលរត់រងលោកស្រីទឹកទេព្រោះនៅវត្តទាំងឯនោះប្រឹងរៀនប្រឹងសូត្រទៅជាប់ទៅជាត្រីរាជការអីហូហែទៅយកអស់
បណ្ដាសពថ្ងៃសាសាឡាបាត់តែរៀនក្រៅវត្តមែនតែរៀនប្រឡងតាមនៅចំណងជួបព្រមតែឲ្យលោកវត្តទៅទឹកអាហ្នឹងមកពីអីសាសាឡារៀនទៅចេះតែចេះហើយប៉ុន្តែវាមិនអត់ថៃដល់ដល់អត់ថៃនឹកឃើញណានឹកឃើញវត្តជាពុទ្ធបរិស័ទយើងចឹងដែរសបាយជា ផ្ញើជាមួយនឹងការបានរថយន្តថ្មីផ្ទះថ្មីអីអាហ្នឹងអាចភ្លេចលោកខ្លះប៉ុន្តែបើសិនតែមានអាសន្នអត់ក្រស្រាប់តែថាដូចគាត់មានតុកទុំផ្ទះឯកទុំផ្ទះនេះគាត់ថាមុខទុំផ្ទះតែគេថាបំណូលមិនល្អណាមួយនឹកឃើញគាត់នឹងទេគាត់អញ្ចឹងសត្វរាប់សិបទ្រុងរាប់សិបក្រោលមិនមាននឹកឃើញគាត់បាទអាដាមអីទេបើតែស្ដាប់តែគេថាមានជ្រុះជើង3ជ្រុះចង្អាយឆ្កែចង្អាយគូចង្អាយអីហ្នឹងគឺថានឹកឃើញគាត់ហ្នឹងទេហើយសប្តាហ៍នេះពីដើមមកគាត់នេះគេបលែងតែសត្វចង្អាយទេសត្វណាដែលគេថាសត្វចង្អាយគេយកមកបលែងគាត់ឥឡូវចាប់ដើមយកមនុស្សចង្អាយមកបលែងគាត់ដែរមនុស្សចង្អាយហ្នឹងមនុស្សរបៀបម៉េចថាមនុស្សដែលខ្លួនឯងជាម៉ែជាឪហ្នឹងអប់រំលែងបានទូមានលែងស្ដាប់ដល់តែអត់តន់ផ្លូវមានទៅណាទេដូចទៅគាត់ដែរទៅគាត់ឲ្យលោកជួយបណ្ដាលម្ដងឲ្យលោកជួយអប់រំម្ដងអញ្ចឹងបានតែអ្នកបួសសប្តាហ៍បើឃើញខុសកុំអាចជីរានណាព្រោះយើងយកមនុស្សចង្អែតទៅញ៉ាំវត្តច្រើនណាងាយពីដើមអ្នកបួសអ្នករៀនសិតតែកូនអ្នកចេះដឹងចង់បានចំណេះវិជ្ជាពងពោះចូលទៅកម្មសំណាក់ប្រកបវិជ្ជាដើម្បីបានពោះបានសិក្សារៀនសូត្របានដល់សប្តាហ៍ឥឡូវចឹកសង្ឃពកដាហើយអ្នករៀនពកដាអ្នកដែលអត់ទីពឹងពីខាងក្រៅហ្នឹងរួចចូលខាងក្នុងហ្នឹងពកដាអញ្ចឹងមើលទៅវាយើងជាពុកជាបាល់មានតិចប៉ុន្តែទោះតែយ៉ាងហ្នឹងក៏ដោយក៏ប្រធេរៈធំធំលោកនៅតែមិនលះបង់ចោលនៅភាពអត់ធ្មត់គឺការបន្តបណៃអប់រំទូមានទៅតាមអធិស្រ័យនឹងបានបណ្ណាយកប៉ុណ្ណឹងអញ្ចឹងគុណតម្លៃនៃវត្តអារាមនេះវាមានមកក្នុងសន្តាននៃសង្គមជាតិរបស់យើងមកតាំងពីបុរាណតាំងពីបុរាណហើយលំហូរនៃពុទ្ធសាសនានេះណាចុះចូលមកកាន់ប្រទេសយើងតាំងពីសតវត្សទី6មកគឺព្រះជាខ្មែរកាន់យកនៅពុទ្ធសាសនានឹងជាសាសនាមួយក្នុងចំណោមសាសនាដទៃទៀតដែលមានក្នុងរដ្ឋរហូតដល់ពុទ្ធសាសនានឹងវិវត្តខ្លួនបានមកជាសាសនារបស់រដ្ឋដោយសពថ្ងៃនេះមិនមែនជារឿងចែកដាំមិនមែនជារឿងជាអើអីទេប៉ុន្តែសិតសឹងតែជារឿងញ៉ាំងនៅសារៈប្រយោជន៍ដែលចេញពីគុណតម្លៃនៃវត្តអារាមហើយវត្តអារាមនេះទៀតសោតពុទ្ធបរិស័ទមានវិកជនបើសិនណាដែលអត់មានសារៈប្រយោជន៍ដូចតែគេថានោះមែនទេណាម្លេះមិនសំបីបើអ្នកប្រាជ្ញយើងដែលលោកបានតាក់តែងរដ្ឋធម្មនុញ្ញនៃប្រទេសលោកសិក្សាឲ្យសាសនានេះចូលជាសាសនារបស់រដ្ឋជាធរមានទេប៉ុន្តែមកពីលោកឃើញពីសារៈសំខាន់និងនិមិត្តរូបនៃពុទ្ធសាសនានេះព្រោះពុទ្ធសាសនានេះជានិមិត្តរូបនៃជាតិហើយនិមិត្តរូបដែលសំខាន់ហ្នឹងគឺសាមគ្គីធម៌ដែលมันអាចខ្វះបានมันអាចបាត់បានពីសង្គមខ្មែរយើងទេជាពិសេសបច្ចុប្បន្ននេះស្រុកទេសមានភ័យរឹតតែត្រូវការសាមគ្គីការគាំពៀអំពីសំណាក់ពុទ្ធបរិស័ទប្រសង់ក្នុងសាសនានេះទៀតយើងឃើញស្រាប់ហើយណាប្រសង់មិនមែនចិត្តតែនៅរស់នៅពឹងតែបរិស័ទនោះទេប៉ុន្តែ
ទុកជាជំទូលសម្រាប់ពឹងគ្នាទៅវិញទៅមកព្រះសង្ឃត្រូវការបរិស័ទជាអ្នកទំនុកបម្រុងដើម្បីតាំងនៅបានក្នុងព្រះសាសនាហើយបរិស័ទត្រូវការប្រសពវិញដើម្បីជួយសម្រាលនៅទុក្ខរៈដែលកើតឡើងក្នុងខណ្ឌសន្តានគឺចិត្តណាផ្លូវចិត្តណាសំខាន់ណាស់ហើយពេលដែលយើងបានធ្វើទីពឹងផ្លូវចិត្តឲ្យមាំទាំណាអានឹងគឺសម្បត្តិក្នុងលោកនឹងមិនស្មើនឹងសម្បត្តិដែលយើងកំពុងតែមាននឹងទេមនុស្សដែលមិនមានទីពឹងផ្លូវចិត្តនេះណាជាមនុស្សដេកព្រួយដេកភ័យសោកសង្រេងដាក់បានដល់ខ្នើយពេលណានឹកឃើញតែភ័យនឹកឃើញតែរឿងសៅមកសោកសៅដៅកាហាយកតុកតិចនឹងជាមនុស្សដែលមានផ្លូវចិត្តនឹងលំបាកប៉ុន្តែមនុស្សដែលមានផ្លូវចិត្តមាំតើមានផ្លូវចិត្តដែលខ្សែខ្សាមទៅវិញគឺថាសំបីតែមានទ្រព្យសម្បត្តិមិនមហាសាលក៏ដោយក៏រមែងរស់នៅជាសុខបានមិនមានទុក្ខមិនមានភ័យអីទេអញ្ចឹងគឺវត្តអារាមហ្នឹងបានជាទីពឹងអញ្ចឹងហើយបរិស័ទក្នុងថ្ងៃនេះមកហ្នឹងមកក៏ព្រោះតែគិតថាមានវត្តជាទីពឹងហ្នឹងណាមិនមែនសុកនាំគ្នាមកមូលនេះតែដាក់ព្រាបត្រាពេញទឹកពេញដីហ្នឹងទេគឺថាមកពីសម្គាល់ថាវត្តអារាមជាទីពឹងទេតែមានផ្ទៃហើយដែលយើងកសាងវត្តអារាមនេះទៀតសោតពុទ្ធបរិស័ទមានវិកជនដែរមិនមែនធ្វើសម្រាប់ប្រយោជន៍របស់បុគ្គលរូបណាទេគឺបំពេញជាសាធារណប្រយោជន៍សម្រាប់ជាមរតកក្នុងគុំក្នុងឃុំក្នុងស្រុករបស់យើងហ្នឹងឯងណែដោយសពថ្ងៃអញ្ចឹងដែលយើងបានដូចតាមកសាងជាពិសេសលោកអញ្ញាទាំងពីររូបដែលបានកសាងក្លោងទ្វារហើយនឹងផ្លូវចូលមិនអញ្ចឹងនឹងជាសាធារណប្រយោជន៍អត់មែនជាប្រយោជន៍សម្រាប់បុគ្គលទេបគ្រូចៅអធិការលោកមានប្លង់ឯណាដាក់ឈ្មោះលោកវត្តនឹងអត់ទេធ្វើបានវត្តល្អល្អអាក៏ប៉ុណ្ណាក៏ដោយក៏អត់មានមកជំរាកណាដែលគេដាក់ឈ្មោះថាប្លង់នឹងកម្មសិទ្ធិរបស់ព្រះគ្រូចៅអធិការដែរណាបើលោកគុំនៅដូចតែអ្នកបង្អើអញ្ចឹងមើលថែមើលការខុសត្រូវកន្លែងហ្នឹងទុកឲ្យបរិស័ទបើលោកចេញពីនឹងបាត់ទៅទៅវត្តហ្នឹងលោកមិនបានយកទៅតែក្បឿងកត់មួយក៏គេមកយកទៅអញ្ចឹងយើងមិនមែនកសាងវត្តហ្នឹងព្រោះតែជាសម្បត្តិរបស់ចៅអធិការលោកម្ចាស់អង្គណាគឺអត់ទេគឺថាជាសាធារណៈប្រយោជន៍សិក្សាហើយសាធារណៈប្រយោជន៍នេះទៀតសោតហើយយើងជ្រាបហើយមិនមែនជាប្រយោជន៍សម្បត្តិរបស់ព្រះបិតាសង្ឃពមេគុណខែមិនមែនជាសម្បត្តិរបស់ព្រះអនុគុណមិនមែនជាសម្បត្តិរបស់ភិក្ខុរូបណាឯណាជាសម្បត្តិរបស់សង្ឃដែលប្រសង់ក្នុងសាសនមណ្ឌលនេះមានសិទ្ធិប្រើប្រាស់ចាត់ចែងតែតាមកាលគូកាលយ៉ាងបរិស័ទដែលបានកសាងវត្តអារាមនេះជាអ្នកមានទីពឹងហើយក៏បីនាំគ្នាប្រឹងប្រែងកសាងឡើងជាពិសេសថ្ងៃនេះដោយអស់លោកពុទ្ធបរិស័ទមានវិកជនជាពិសេសលោកអុកញ៉ានិងពុទ្ធបរិស័ទទាំងអស់ដែលបានជួយចាក់ផ្លូវក្រាលសាបនេះណាអានេះជាសាធារណប្រយោជន៍បានបុណ្យយកថ្ងៃហើយបើសិនតែធ្វើប៉ុណ្្នឹងហើយទៅនរកទៀតអានឹងមិនដឹងអ្នកដែលអត់ធ្វើនឹងទៅណាទេតែបានណាយើងធ្វើបុណ្យប៉ុណ្្នឹងហើយទៅអបាយភូមិទៀតចុះអ្នកអត់ធ្វើនឹងទៅណាវិញអញ្ចឹងរត់ទៅហៅលេងលឺមិនអញ្ចឹងបុណ្យប៉ុណ្្នឹងណាអំណាចខ្លាំងក្រៃដែលព្រះដែលមានពុទ្ធព្រះអង្គគូសរសើរតែស្គាល់យើងដែលលឺឈ្មោះបើអិនទេ
ấn bị ná của lưu mua đây cả đợt chiết chia mẹ khẹt miền đông đó sẽ cắt tên vào đây đâm non cái thương ấy đâm non cái thương lâu dẫn ngày nay lục ông nhà bạn vừa lâu bị cào máy đâu ông nhà rụt tiết thực lòng kia bị lơ tiết một tập bò là sát ăn liên thuần thiên bạn vừa lâu bằng sai cái đấy vẫn là trôn mà nè mặc cái đấy cào sạp thì mua kia nâng tiên nâng a này sống chọn giúp bạn còn giúp chọn ngay bạn còn ngày hai sẽ nặng tiền đi cả na oi hai cả na cứ hai rồi mấy bạn nó mà nấu sẽ đầy sốc nông ở dụng phá nông và nặng phá nông sập khát phá nông và lẹo nè cô tương lai buồn già nó cao trong đông trong đó ta học lúc miền mình cắt trước để bán còn buồn nâng còn buồn nâng hai Phật bồ đề sát công miên ca vô trở lòng thật tế ca có sang vật ở ram cứ ở để lúc miền bay của lọt tinh lang chết ta sẽ nóc chết ta sốc chết ta bay chết anh từ cây chữ của mình nhiên thư nơi đến năm viên thư vật này sát hay cùng vô trở lòng lúc để nẹp đầu đường vật đó nè đôi nhung để ăn miền đẹp khai dân được nhung mong ở ăn miền đẹp khai dân ông lục Phật bồ sát nấu tiếc sắm bát ông lục bởi vốn nên mình sắm bát lục đấy sắm bát xong nói chỉ xa thiệt nặng phải giao bồ sát thằng ná có phở mà bồ sát mau chắc đi ngay nâng chắc đau nên cực hề đó thì lắc định luôn nó chào ba chào thằng em mình nâng tới rồi tới ta giật luôn đó bên ấy nên anh đẹp báo nên anh sắm án mình chào thì cả vốn mình luôn để cùng đồng vốn ở đâyจะก่อสร้างចឹងហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងនេះកាលណាកសាងបានហើយត្រូវការអីត្រូវការការថែទាំឥឡូវសាតែគេធ្វើហើយមិនថែទាំមើលបំនឹងគេមកដល់គេតែឌីលតែលោកគាត់នឹងជាឡាតែសម្រាប់ក៏មិនបោកតែពីទៀនក៏មិនបោកហើយសួរថាពីណាឲ្យប្រាក់ខែលោកអត់ទេគឺថាមានទួនាទីសម្អាតមើលថែនៅអារាមហ្នឹងដូចអ្នកដែលយើងជួលមកចឹងជួលមកអញ្ចឹងប្រសងមានទួនាទីជាអ្នកថែទាំបរិស័ទមានទួនាទីជាអ្នកទំនុកបំរុងកសាងចុះដើម្បីអីដើម្បីជាសារណប្រយោជន៍ក្នុងសង្គមនឹងផងនឹងបានជាទីពឹងទៅក្នុងបរិលុការអភិវឌ្ឍវិស័យវត្តអារាមនេះជាការចូលរួមអភិវឌ្ឍតាមទិសដៅរបស់រដ្ឋាភិបាលហើយវត្តអារាមនឹងជាទីរក្សានៅអត្តសញ្ញាណដួងព្រលឹងបូកក្បាច់រចនារបស់ខ្មែរបណ្ឌិតវិចិត្រសប្តាហ៍មានទឹកញ៉ាខ្លួនឯណាទៀតដែលកើតឡើងតាំងពីមុនអង្គររហូតដល់សម័យមហាអាណាចក្រអង្គររហូតដល់បច្ចុប្បន្នចម្លាក់បូកក្បាច់ព្រលឹងជាតិនេះមានទៅនៅឯណាមិនទៅនៅវត្តអារាមញ៉ាខ្លួនទៅនឹងវត្តអារាមបង្គំតែមានប៉ុណ្ណឹងណាយើងអត់អីអាងទេហើយយើងចិត្តតែទៀលទៅកសាងវត្តអារាមអត់ប្រយោជន៍អត់អីឃើញដល់កាលដែលសៀមគេឆ្លៀនពៀនយើងកាលណាមិញនេះថ្មីនេះឃើញគេបាយកំតិចវត្តអារាមគេបាយកំតិចរូបសំណាក់អីឃើញមានការប្រតិកម្មពីសំណាក់អន្តរជាតិអញ្ចឹងគឺថាវត្តអារាមនោះមិនមែនចេះតែកសាងឲ្យតែមានទេវាជាព្រលឹងរបស់ជាតិរបស់ពុទ្ធសាសនិកអញ្ចឹងពុទ្ធសាសនិកតែបានកសាងវត្តអារាមនេះមិនមែនជារឿងដែលកសាងគ្រាន់តែថាយកបុណ្យតែម្យ៉ាងទេថែមទាំងបញ្ជាក់អំពីអរិយធម៌វប្បធម៌ព្រលឹងជាតិ
របស់យើងដែលមានមកតាំងពីបុរាណរហូតដល់បច្ចុប្បន្នទៀតទាំងអស់លោកពុទ្ធមានវិកជនស្រីប្រុសនេះជាអ្នកបានកសាងហើយក្នុងថ្ងៃនេះបុណ្យការប្រាក់រស្មីសាមគ្គីនេះឃើញទេពាក្យថាសាមគ្គីនេះគឺថាជាពាក្យដែលយើងឮមកពីបុរាណសូម្បីតែសម្ដេចព្រះសង្ឃរាជជួនតែញាតិណោជួនណាតក៏លោកតែងតែដាស់តឿនសតិស្មារតីរបស់ប្រជាពលរដ្ឋជាពិសេសពុទ្ធសាសនិកខ្មែរយើងឲ្យឃើញពីគុណតម្លៃនៃសាមគ្គីធម៌ហើយឲ្យឃើញពីទោសកំហុសនៃការបែកបាក់សាមគ្គីនឹងដែរអញ្ចឹងអស់លោកមានវិកជនទាំងអស់គ្នាហ្នឹងបានលើកយកនៅសាមគ្គីធម៌នេះមកប្រព្រឹត្តប្រតិបត្តិនេះគឺថាឈ្មោះថាជាអ្នកដើរតាមបវេណីដ៏ល្អប្រសើរថ្លៃថ្លាសំជាកុលបុត្រជាកុលបុត្រក្នុងកម្ពុជាទេសយើងហើយខ្ញុំបកណាមកភាពសូមសម្ដែងនៅមុទិតាសក្ការៈដឹងគុណចំពោះព្រះមេគុណព្រះអង្គម្ចាស់ក៏ដូចជាព្រះអនុគុណស្រុកដោយប្រជាពុទ្ធបរិស័ទទាំងអស់ក្នុងខេត្តត្បូងឃ្មុំនេះដែលបានបង្ហាញពីសាមគ្គីធម៌ការយកបតីយកចិត្តទុកដាក់លើវិស័យពុទ្ធសាសនានេះឃើញថាខេត្តត្បូងឃ្មុំនេះទទួលបាននៅការជ្រុំជ្រែងពីសំណាក់ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមទាំងអស់តាមផ្នែកពុទ្ធសាសនានឹងសម្បើមណាស់ជាពិសេសពុទ្ធបរិស័ទនឹងគឺថាមាននៅការជ្រះថ្លាទើបតែនាំគ្នារវល់មានញឹកយ៉ាងណាក៏ឃើញថាមានការរួបរวมសាមគ្គីគ្នាល្អហើយការរួបរวมនឹងមិនមែនចេះតែថាទេមើលលើសមិទ្ធផលដូចវត្តនឹងអញ្ចឹងកសាង11ឆ្នាំសមិទ្ធផលបានប៉ុណ្ណេះតែឃើញហើយឃើញច្បាស់ហើយអំពីតម្លៃនៃសាមគ្គីគ្នាហ្នឹងអញ្ចឹងហើយសូមឲ្យទីទឹកដីម្ដុំទឹកមួយក្លុកហ្នឹងនៅក្នុងវត្តសិលារាំងសីហៅវត្តចាស់ភូមិទាំងអសីឃុំលកាព5ណាឲ្យមាននៅសាមគ្គីធម៌ឲ្យមាននៅការរួបរวมភាពចម្រុងចម្រើនបែបហ្នឹងយូរបែងតទៅដើម្បីឲ្យបានជាប្រយោជន៍ដល់ពុទ្ធបរិស័ទមានវិកជនផងជាប្រយោជន៍ដល់ព្រះសាសនាផងជាប្រយោជន៍ដល់សង្គមជាតិយើងផងណាហើយខ្ញុំមកកណាស្មារតីមកនេះមិនមានអីវែងឆ្ងាយចូលរួមជាធម្មកថាទេគាត់ថាស្រុកត្បូងឃ្មុំពីដើមស្រុកជើងល្បីហ្នឹងល្បីទេសល្បីស្មូតល្បីសັບគ្រប់ហ្នឹងសូម្បីតែបុរាណបវេណីសប្ងៃផ្ញើខ្លួននៅត្បូងឃ្មុំសម្បើមណាសូម្បីតែធម៌បែបបាត់ធម៌យកធម៌អីហ្នឹងគឺថាសប្ងៃហ្នឹងតាមដាខេត្តហ្នឹងអត់ឈ្នះបងឃ្មុំទេគឺថាជាស្រុកអ្នកប្រាជ្ញបីមកតាំងពីបុរាណអញ្ចឹងខ្ញុំកណាមកចូលដល់ស្រុកត្បូងឃ្មុំហ្នឹងដែលដោយកូនគោដើរក្នុងវងមេគោអញ្ចឹងហើយមិនមានអីវែងឆ្ងាយនៅក្នុងធម្មកថាទេពុទ្ធថ្ងៃនេះព្រះធបតីភាពដ៏ពងពួររបស់ព្រះបិតាសង្ឃេតព្រះអង្គគង់ប្រសិទ្ធនៅនឹងដែរខ្ញុំកណាវែងឆ្ងាយទៅគេខុសដឹកស្មាត់លោកជាចាក់ហើយព្រះមន្ត្រីសង្ឃទាំង100សិតតែព្រះអង្គចាក់ភាសាស្គាល់ច្បាស់ណាស់អំពី4ច្បាប់ធម៌វិន័យជាពិសេសបុរាណប្រពៃណីហ្នឹងហើយរឿងបុរាណប្រពៃណីនេះណាមិនមានរឿងរ៉ាវបញ្ចប់បញ្សប់បន្ទប់ទេតាំងពីដើមមកទល់សម័យមកដល់បច្ចុប្បន្ននេះ
ប៉ុន្តែត្រូវចាំទុកថាបើគុំតែមានស្លាកស្នាមតាមរបស់បុរាណទាំងអស់ហ្នឹងណាយើងអត់បានដឹងពីអរិយធម៌របស់ជនជាតិយើងទេអត់បានដឹងពីសាវតាដល់ល្អភោគផង់ទៅចាំរបស់ជនជាតិយើងទេអញ្ចឹងក៏បីនាំគ្នាថែរក្សាការពារឲ្យបានបែបហ្នឹងទៅទៀតយូរបែបទៅដើម្បីជាទីអាននៃជនជាតិរបស់យើងឲ្យឃើញពីអរិយធម៌ដ៏យូរលង់មកហើយអញ្ចឹងក្នុងថ្ងៃនេះបុណ្យការប្រាក់សាមគ្គីហ្នឹងគឺថាសង្ឃឹមលើការសាមគ្គីរបស់អស់លោកពុទ្ធបរិស័ទបន្តទៀតដែរពូចៅតកាដល់ជាង100លានឥឡូវនៅសល់តែ90លានទេ90លានហ្នឹងពឹងលើអ្នកណាគឺពឹងលើសាមគ្គីហ្នឹងហើយស្រុកនេះស្រុកអ្នកធ្វើចការស្រុកអ្នកធ្វើស្រែធ្វើចការយ៉ាងហើយទ្រព្យសម្បត្តិក្នុងលោកនេះព្រះដែលមានពភាព្រះអង្គឲ្យយើងបែងចែកជា4ទី1ហ្នឹងគឺទុកចិញ្ចឹមមេដាបៃតាដែលចាក់សូរាទី2ទុកចិញ្ចឹមបុត្រស្វាមីភរិយាណាទី3ទុកសម្រាប់ខ្លួនឯងទៅថ្ងៃមុខទី4គឺសម្រាប់កសាងបុណ្យកុសលទៅក្នុងបរិលោកអញ្ចឹង4នេះព្រះដែលមានពភាព្រះអង្គឲ្យចែកឲ្យស្មើគ្នាបើយើងសប្ងៃមិនបានធ្វើតាមព្រះទេច្រើនតែធ្ងន់ធ្វើបុណ្យទុកខ្លួនឯងក៏មិនសូវចាំម៉ែឪក៏មិនសូវធ្ងន់តែ2ទេចាំប្រពន្ធកូនហើយចាយពេលខ្លួនឯងយើងធ្វើបុណ្យ10000មួយសែនអីនៅគិតណាបើស្រឡាញ់បវលស្រឡាញ់ខ្សែកប្រហែលក៏ទិញដែរអត់គិតទេហើយពិសេសស្រឡាញ់ខ្លួនឯងហ្នឹងស្រឡាញ់ជ្រុលយើងគិតមើលសក់យើងនេះណាខំសិតវាកក់វាមក60ឆ្នាំហើយវាមានអាណិតយើងឯណានៅអសហ្នឹងមែនទេវាមិនដែលនឹកឃើញទេយាយនេះខំកក់អញមក60ឆ្នាំហើយឲ្យខ្មៅទៅមិនស្កើទេមានគិតចង់អីណាមិញខំដុសមកតាំងពីដឹងក្តីមកសម្អាតពុលមាត់មានចោលមួយថ្ងៃទេពេញចុងក្រោយនៅវាបាក់ចោលបបោមាត់យើងនេះណាតែពីថ្នប់ដៃឯទាំងលើទាំងក្រោមខំលាបក្រែមមកតាំងពីកំមុំមកចូល60មិនដល់ឈប់លាបទៀតនៅតែស្ពេះអញ្ចឹងនៅតែជួញចោលយើងអញ្ចឹងនៅតែយាអញ្ចឹងមុខយើងនេះប្រប៉ុនបាក់ដៃទេធំជាងបាក់ដៃតិចទេមកសៅបើដឹកមកលាបមកឡានហើយដឹកទៅណានៅតែបាត់ពេញមុខហ្នឹងចុះមើលយាយណាអត់ស្ដាប់លាបមកសៅខ្លះតាំងពីកំមុំមកអត់ស្ដាប់លាបទេណាមានណែទៅខោទេអីណាអញ្ចឹងតើអ្នកលាបណាឥឡូវតែគិតមើលនេះមកសៅតាំងពីលាបមកទល់ឥឡូវហ្នឹងប្រហែលក្លបដែរចូលបាត់ទៅណាអស់វាលាបចេះពេញសោះតែឆ្ងល់ហ្នឹងយើងតែឆ្ងល់តែទៅណាអត់ទៅអត់ចេះឆ្ងល់ថាពេញអត់ទេមុខហ្នឹងបើទឹកវិញមកពីងទៅចាក់ទៅវាឃើញពេញតែមុខយើងក៏ប៉ុណ្្នឹងដាក់ម្សៅក៏បាត់ដាក់អីក៏បាត់ប៉ុន្តែសួរថាបាត់អញ្ចឹងក៏ដោយអត់មានប្រយោជន៍អញ្ចឹងក៏ដោយក៏នៅតែអត់នាំគ្នាភ្លេចដែរនៅតែខ្វល់ខ្វាយនៅតែខ្នះខ្នែងអញ្ចឹងព្រោះអីព្រោះគិតថាស្រឡាញ់ខ្លួនប៉ុន្តែស្រឡាញ់នេះយើងស្រឡាញ់តែក្នុងបច្ចុប្បន្នក៏មិនកើតដែរក៏បីស្រឡាញ់ក្នុងអនាគតផងដោយយើងខំប្រឹងប្រែងរៀនសូត្ររកទទួលទានចិញ្ចឹមជីវិតនេះណា
យើងប្រឹងប្រែងពីក្មេងដល់សន្សំតែចាស់ទៅវាបានសំណុកបានសុខបានស្រួលចុះទៅពេលយើងចាស់ហើយយើងបានសំណុកបានសុខបានស្រួលយើងអត់គិតទៅមុខទៀតទេថាពេលក្រោយវាស្លាប់ទៅបានសំណុកបានសុខបានស្រួលចឹងដែរអត់តើគិតចឹងដែរចាំដើម្បីទៅមុខទៀតបានសុខបានសំណុកបានស្រួលក៏បីធ្វើម៉េចក៏បីតែធ្វើបុណ្យចឹងបានព្រះឲ្យទុកទ្រព្យហ្នឹងឲ្យចេញពី4អញ្ចឹងណាទី1ចាំមេត្តាបិតាឲ្យស្មើគ្នានឹងចិញ្ចឹមស្វាមីភរិយាបុត្រាបុត្រីនឹងដែរហើយបើចិញ្ចឹមស្វាមីបុត្រាបុត្រីចិញ្ចឹមមេត្តាបិតាដោយទ្រព្យសម្បត្តិចំណាយប៉ុណ្ណាក៏បីទុកចំណាយប៉ុណ្ណឹងជាទីពឹងខ្លួនឯងទៅក្នុងពេលចាស់ហើយបើទុកសម្រាប់ខ្លួនឯងក្នុងពេលចាស់នឹងក្នុងចំណាយប៉ុណ្ណាក៏បីបែងចំណាយឲ្យស្មើគ្នានឹងសម្រាប់ធ្វើទានសន្សំកុសលទុកក្នុងបរិលោកព្រោះមានតែបុណ្យនេះទេដែលជាទីពឹងក្នុងបច្ចុប្បន្នផងក្នុងបរិលោកផងបុណ្យនឹងវាសេសៈវិចិត្របណិតឲ្យមកដោយកម្មជាអ្នកសេសៈនឹងអាស្រ័យបុណ្យដែលបានធ្វើហ្នឹងហើយកម្មនឹងមានអំណាចណាយើងមើលឡានអញ្ចឹងឡានបើមកអីមកដុំដូចគ្នាអញ្ចឹងប៉ុន្តែមនុស្សនេះកើតមកមុខអត់ដូចគ្នាទេសូម្បីតែភ្លោះក៏ដោយក៏នៅតែមានកន្លែងខុសគ្នាអញ្ចឹងហើយយើងមិនឆ្ងល់ទេតែមិនមនុស្សកើតមកមុខដូចគ្នាបើរាប់រយលានអ្នកអញ្ចឹងមិនក៏មុខចិត្តតែខុសគ្នាគ្រប់តែមនុស្សនេះថាមកពីកម្មដែលបានសាងមកវាអត់ដូចគ្នាកម្មមកអត់ដូចគ្នាហើយកម្មនឹងហើយដែលធ្វើឲ្យយើងលំបាកដូចក្នុងជាតិនឹងអញ្ចឹងជាតិនឹងនាំគ្នាខំប្រឹងលាបម្សៅដោយសារស្ទើរស្អាតតែបើនាំគ្នាស្អាតអស់ហើយដូចបែបលែងលាបហើយមិនអញ្ចឹងបបោមាត់មកពីវាខ្មៅហើយបានខំលាបឲ្យក្រហមបើវាកើតមកក្រហមចាច់ហើយមិនទៅលាបទេអីមិនអញ្ចឹងស្បែកនេះវាខ្មៅហើយបានខំលាបឲ្យសបើវាសស្រាច់ទៅហើយដូចពងមាត់បកទៅហើយមិនទៅពិបាកលាបអីចុះហេតុអីបានតែកើតមកមានអ្នកស្អាតអ្នកមិនស្អាតថាអាស្រ័យទៅលើបុណ្យដែលគេបានកសាងមកវាខុសគ្នាណាអញ្ចឹងអង្គលោកដែលកើតមករូបល្អសាច់សហ្នឹងសិតអ្នកបានធ្វើបុណ្យខ្ពស់ហើយកុំមកចំណែនអីដូចខ្ញុំកណាអីសិតអ្នកធ្វើបុណ្យទាបទៅជាតិមុនហ្នឹងគុណនេះនឹងកើតមកបានមកវិញ្ញាណសកញ្ញាទេប្របីការសំព្រះមេពុទ្ធបាត់ពីកន្លងស្អាតយ៉ាងណាទេកំបងនឹងសាច់នឹងរឿងនឹងគឺថានឹងអាស្រ័យបុណ្យលោកបានសាងពីមុនមកអាស្រ័យបុណ្យបានសាងពីមុនមកអញ្ចឹងបុណ្យនឹងវាខុសគ្នាអញ្ចឹងណាអង្គលោកណាអញ្ចឹងក៏បីអង្គលោកពុទ្ធបរិស័ទមានវិកៈជឿននឹងប្រឹងប្រែងថ្នាក់ថ្នៃយ៉ាងមែនទែនក្នុងបុណ្យក្នុងកុសលនេះដើម្បីឲ្យបានជាទីពឹងក្នុងបច្ចុប្បន្នលោកផងក្នុងបរិលោកផងនឹងខ្ញុំកណាត់មកទៀតមានប្រមាណប៉ុណ្ណឹងទៅចោះព្រោះមើលទៅអាកាសធាតុហ្នឹងក៏មិនអំណោយផលទេរដូវហ្នឹងរដូវភ្លៀងបើរដូវហ្នឹងអត់ភ្លៀងអត់ទឹកធ្វើស្រែហើយអញ្ចឹងយើងសម្របទៅតាមអាកាសទៅតាមមេឃមេឃឲ្យពេលប៉ុណ្ណឹងយើងមានពេលប៉ុណ្ណឹងសម្រាប់តាមទីក្នុងវេលាការបង្ការប្រាក់នៅតាមទីក្នុងវត្តដែលបានចូលមកក៏តាមមកក៏ចប់